បាទខ្ញុំបាទសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនលោកជាលោកតានិងប្រិមត្តទាំងអស់ថ្ងៃនេះផងដែរខ្ញុំបាទមានអត្ថបទព័ត៌មានមួយដែលមានចំណងជើងថាខ្សែសិល្បៈតាំងពីជីតាកូនប្រុសស្រីទាំង3របស់តារាចម្រៀងជើងចាស់សុសម៉ាចមានដងសិល្បៈកាត់តាមឪពុកអ្នកនិយមស្ដាប់ចម្រៀងចំនួនមុនច្បាស់ជានៅចង់ចាំច្បាស់នៅឡើយនៅទឹកដមសំឡេងដ៏ពីរោះរបស់តារាចម្រៀងជើងចាស់លោកសុសម៉ាចដែលជាកូនប្រុសបង្កើតរបស់តារាចម្រៀងល្បីទសវត្សរ៍60និង70គឺលោកសុសម៉ាត់បើនិយាយពីជីវិតប្រវត្តិសិល្បៈរបស់តារាចម្រៀងជើងចាស់លោកសុសម៉ាចដែលបន្តវេនពីលោកសុសម៉ាត់វិញនោះគឺត្រូវបានចាប់ផ្ដើមតាំងពីអំឡុងពេលរំដោះ7មករាឆ្នាំ1979ដោយតារាចម្រៀងជើងចាស់រូបនេះបានរៀនអក្សរសាស្ត្រលេខនិពន្ធនិងរៀនច្រៀងរហូតប្រឡងជាប់ជ័យលាភីលេខ1ផ្នែកចម្រៀងសម័យក្នុងមណ្ឌលកុមារកំព្រាជៀនឃ្លាំងក្នុងឆ្នាំ1989កាលសម័យនោះលោកសុសម៉ាចគឺជាកូនប្រុសមួយរូបដែលមានបន្ទុកក្នុងការមើលថែអ្នកម្ដាយមេម៉ាយដោយលោកបានធ្វើការរកកម្រៃតាមរយៈការច្រៀងតាមរាំងកាសាលនានាក្នុងអំឡុងឆ្នាំ1991រហូតលោកមានឱកាសក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មជាច្រើនរួមមានផលិតកម្មឆ្លងដែនហង្សមាស SK អង្គរវត្តអប្សរានិងផលិតកម្មជាច្រើនទៀតលើពីនោះមកដល់សប្តាហ៍ថ្ងៃលោកសុសម៉ាចនៅតែបន្តអាជីពសិល្បៈនិងបង្ហាញវត្តមានក្នុងកម្មវិធីនានាជាច្រើននិងក៏ជាគ្រូផ្នែកសិល្បៈលើវិស័យចម្រៀងមួយរូបដែរងាកទៅកាន់ជីវិតឯកជនឯនេះវិញលោកសុសម៉ាចបានរៀបអាពាហ៍ពិពាហ៍ចំនួន2ដងហើយដោយចំណងអាពាហ៍ពិពាហ៍ទី1ក្រោយបែកបាក់គឺលោកទទួលបានចំណងដៃកូនស្រីមួយរូបរីឯបច្ចុប្បន្នលោកបាននឹងកំពុងសាងសុភមង្គលជាមួយនឹងភរិយាទី2និងទទួលបានចំណងដៃកូនប្រុសស្រីចំនួន3រូបហើយដែរនិយាយពីកូនរបស់លោកវិញថ្មីនេះលោកសុសម៉ាចបានទម្លាយពីទេពកោសល្យសិល្បៈរបស់កូនប្រុសស្រីទាំង3របស់ខ្លួនដែលសុទ្ធសឹងតែមានជំនាញផ្នែកសិល្បៈដោយមានទាំងការច្រៀងការលេងតន្ត្រីផងដែរយ៉ាងណាមិញក្នុងចំណោមកូនប្រុសស្រីទាំង3លោកសុសម៉ាចលើកឡើងថាអាចនឹងមានកូនប្រុសម្នាក់ដែលនឹងបន្តវេនពីលោកជាក់ស្ដែងនៅថ្ងៃកំណើតរបស់កូនប្រុសពៅដែលមានឈ្មោះថាម៉ាត់ជីមីអាយុ8ឆ្នាំលោកសុសម៉ាចបានបង្ហោះសារជូនពរកូននិងបានរៀបរាប់ពីសមត្ថភាពរបស់កូនថាអ្នកដែលនឹងបន្តវេនពីខ្ញុំប្រហែលជាគាត់ហើយជីមីចូលចិត្តចម្រៀងសម័យដើមនិងសម័យថ្មីនិងបទបរទេសគាត់ច្រៀងបានល្អទោះបីខ្ញុំមិនបានបង្ហាត់គាត់ក៏ដោយចំណែកឯបងប្រុសគាត់ជំនាញហ្គីតាបងស្រីច្រៀងតែបទបរទេសប៉ុណ្ណោះរីករាយថ្ងៃកំណើតគម្រប់8ឆ្នាំបាទហើយអត្ថបទព័ត៌មានដែលខ្ញុំបានជម្រាបជូនខាងលើនេះក៏មានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា